លំហាត់ទី9ណាអញ្ចឹងយើងចាប់ផ្ដើមអានប្រធានទាំងអស់គ្នារបាលោហៈណា1មាន resistance អាចចោលបានរអិលដោយគ្មានកកិតលើរបាដេក2ដែលស្ថិតនៅចម្ងាយពីគ្នា L ស្មើនឹង 0.45 ម៉ែត្រខណ្ឌ L ស្មើនឹង 0.45 ម៉ែត្រខណ្ឌរបាទាំងពីរមាន resistance អាចចោលបានហើយតភ្ជាប់ដោយ resistor ដែលមានតម្លៃ R ស្មើនឹង 12.5 អូមខណ្ឌគេដាក់ប្រព័ន្ធទាំងមូលនេះស្ថិតក្នុងដែនម៉ាញ៉េទិកឯកសណ្ឋានដែលមានទិសកែងនឹងរបាលោហៈហើយមានតម្លៃ 0.75 តេស្លា B 0.75 តេស្លាខណ្ឌគណនាល្បឿនរបាដើម្បីឲ្យមានចរន្តណាឆ្លងកាត់សេគ្វី 0.125 អំពែ E ស្មើនឹង 0.125 អំពែអញ្ចឹងសំណួររបស់គេចង់បានល្បឿនអញ្ចឹងគណនាល្បឿនរបស់របាយើងតាំងដល់សវេណាតាំងដល់សវេអញ្ចឹងបងប្អូនក្នុងករណីនេះគេបង្ហាញរូបមួយណាតាក់ទងទៅនឹងជើងតម្រូវ2ហើយដាក់របាពីលើជើងតម្រូវណាបងណាអញ្ចឹងលោកគ្រូសុំគូរូបណាបញ្យល់បងប្អូនបន្តិចតាក់ទងទៅនឹងជើងតម្រូវរបាមានចំនួន2ជើងតម្រូវខាងលើជើងតម្រូវខាងក្រោមហើយចុងនៃជើងតម្រូវទាំងពីរនេះគឺភ្ជាប់ទៅដោយ resistance R អញ្ចឹងគេដាក់ប្រព័ន្ធទាំងមូលហ្នឹងគឺនៅក្នុងដែនម៉ាញ៉េទិកឯកសណ្ឋានណាគឺ B បន្ទាប់មកគេដាក់របានៅលើជើងតម្រូវទាំងពីរហើយគេឲ្យរបាផ្លាស់ទីដោយល្បឿន V នៅពេលដែលយើងបន្លាយចុងវេទ័រ V កែង B អញ្ចឹងបងប្អូននឹងហៅថានៅពេលដែលរបាផ្លាស់ទីធ្វើឲ្យកើតមានបំរែបំរួលភ្លុចនៅក្នុងផ្ទៃរបាគាសពេលនោះធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលកររបាផ្លាស់ទីណាកម្លាំងអគ្គិសនីចលកររបាផ្លាស់ទីនេះគឺតម្លៃដែលខាត់នៃ E ស្មើនឹង B VL ស៊ីន90មិនបានស៊ីន90ដោយសារតែ B និង V កែងគ្នាណា B កែង V បើសិនជាយើងទាញរ V ទាំងម្ដងអត់ចេញទេដោយសារយើងអត់ស្គាល់កម្លាំងអគ្គិសនីចលករនៃរបាផ្លាស់ទីប៉ុន្តែគេប្រាប់ R ហើយនឹង E អញ្ចឹងបងប្អូននឹងហៅថានៅពេលដែលរបាផ្លាស់ទីធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលករអាំងល្វីនៃរបាផ្លាស់ទីបង្កើតចរន្ត E ហើយចរន្ត E នឹងគឺចាប់ផ្ដើមផ្លាស់ទីឆ្លងកាត់ resistance ធ្វើឲ្យចុងសងខាងរបស់ resistance មានណាមានតុងសុងដែលតុងសុងនឹងគឺជាតុងសុងនៃកម្លាំងអគ្គិសនីចលករអាំងល្វីនឹងឯងគឺច្បាប់អូមតម្លៃដែលខាងនៃ E ស្មើ V ស្មើ RE អញ្ចឹងយើងមានកម្លាំងអគ្គិសនីចលកររបារត់និងកម្លាំងអគ្គិសនីចលករច្បាប់អូមណាច្បាប់អូមនេះតកតងទៅនឹង resistance ណាអញ្ចឹងគេចង់បានល្បឿនអញ្ចឹងបងប្អូននឹងហៅថាក្នុងករណីនេះរូបមន្តដែលយើងត្រូវប្រើរោគល្បឿនហ្នឹងគឺតាមកម្លាំងអគ្គិសនីចលកររបារត់តម្លៃដែលខាងនៃ E ស្មើនឹង B VL
sin 90សមីការ1បន្ទាប់មកយើងចាប់ផ្ដើមតាមកម្លាំងគិសនីចលករច្បាប់អូមតម្លៃដែលខាងនេះស្មើនឹង v មិនដាក់ v អត់ដាក់ v ស្មើនឹង r គុណនឹង e សមីការ2អញ្ចឹងកម្លាំងគិសនីចលកររបស់រត់នឹងច្បាប់អូមគឺស្មើគ្នាអញ្ចឹងគេបានសមីការ1និងសមីការ2ហ្នឹងគឺស្មើគ្នាអញ្ចឹងគេបាន BVL sin 90ស្មើនឹង RE អញ្ចឹងយើងនាំឲ្យ V ស្មើនឹង RE ចែកជាមួយនឹង BL sin 90អញ្ចឹងសមាតកម្មដែលយើងមានគឺ RE BL sin 90ស្មើនឹង1បាត់ហើយណាអញ្ចឹងសមាតកម្មដែលយើងស្រង់ខាងលើហ្នឹងមានគ្រប់អស់លីងណាមាន L R B និង E យើងចំនួនចូលដើម្បីណារកចម្លើយ V ណារកឲ្យឃើញណាអញ្ចឹងយើងត្រូវស្រង់សមាតកម្មណាសមាតកម្មដែលយើងស្រង់ហ្នឹងគឺដោយ R ស្មើនឹង12.5 អូមចរន្ត E ស្មើនឹង 0.125 អាំពែដែលម៉ាញេទិក B ស្មើនឹង 0.75 Tesla ហើយ L ស្មើនឹង 0.45 ម៉ែត្រអញ្ចឹងយើងចាប់ផ្ដើមចំនួនចូលនាំឲ្យ V ស្មើនឹង R គឺ 12.5 គុណជាមួយនឹង E 0.125 ចែកជាមួយនឹង B 0.75 គុណជាមួយនឹង L គឺ 0.45 គុណនឹង sin 90ស្មើនឹង 1 ដូចនេះស្មើនឹង 4.63 ម៉ែត្រក្នុង1វិនាទីនេះគឺជាចម្លើយនៃល្បឿនណារបស់របារផ្លាស់ទីអញ្ចឹងបងប្អូនយកទាំងអស់គ្នាណាលំហាត់លេខ9ណា